អូខេសួស្តីអ្នកនរគ្នាអញ្ចឹងថ្ងៃនេះខ្ញុំប្រាប់ពីវិធីបង្កើត Apple ID ដើម្បីគ្រប់គោលការណ៍គ្រប់លក្ខខណ្ឌរបស់ក្រុមហ៊ុនរបស់គេអញ្ចឹងណាអូខេអញ្ចឹងដើម្បីបង្កើតយើងចូលទៅក្នុង setting របស់យើងមកអូខេអញ្ចឹងដល់កន្លែងនេះយើងយកពាក្យថា Apple account ហើយមកដល់កន្លែងនេះមួយទៀតយើងយកពាក្យថា don't have an Apple account នេះមកដើម្បីយើងធ្វើការបង្កើតថ្មីអូខេអញ្ចឹងដល់កន្លែងនេះគឺទាក់ទងការរើសអាយុរបស់យើងអញ្ចឹងយើងអាចយកពាក្យថា adult មកអាចចាប់ពី18ឡើងលើអញ្ចឹងណាអូខេអញ្ចឹងដល់កន្លែងនេះគឺជាកន្លែងមួយដែលយើងអាចធ្វើការដាក់ឈ្មោះយើងបានឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះរបស់ខ្ញុំអញ្ចឹងណាហើយ ITC អញ្ចឹងទៅអូខេហើយ date of birth យើងធ្វើការដាក់ឆ្នាំថ្ងៃខែឆ្នាំកំណត់របស់យើងអាចធ្វើការដាក់ពិតដើម្បីយើងសួរចំណាំខ្លួនឯងអញ្ចឹងណាអូខេអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់ខែ1 1998អូខេប៉ុណ្ណឹងចុះហើយយើងយកពាក្យថា continue អូខេអញ្ចឹងដល់កន្លែង email address អញ្ចឹងកន្លែងនេះគឺសំខាន់ណាបងប្អូនអញ្ចឹងសម្រាប់ការបង្កើត Apple ID គឺគេទាមទារយើងមានដូចជា email hotmail ឬក៏ Google account ដែលគេហៅថា email អញ្ចឹងណាអូខេអញ្ចឹងអានេះគឺជាកន្លែងមួយដែលវា verify គ្នាឲ្យគ្រប់គោលការណ៍ដើម្បីឲ្យ Apple ID របស់យើងវាមានសុវត្ថិភាព 100% អញ្ចឹងណាអូខេអញ្ចឹងដល់កន្លែងនេះគឺបងប្អូនទុកវាចោលនៅកន្លែងហ្នឹងយើងចូលទៅកន្លែងមួយទៀតដែលជា browser ណាមួយឧទាហរណ៍ថាខ្ញុំចូលមកក្នុង Safari ចុះអញ្ចឹងខ្ញុំវាយពាក្យថា Google អញ្ចឹងGoogle គឺជាក្រុមហ៊ុនមួយដែលយើងអាចធ្វើការបង្កើតគណនីហើយយកវាទៅ link ជាមួយនឹង Apple ID របស់យើងបានអូខេអញ្ចឹងដល់កន្លែងនេះគឺយើងយកពាក្យថា Google ហើយយើងយកពាក្យថាចូលគណនីមកហើយសម្រាប់គណនី Google account របស់ខ្ញុំគឺខ្ញុំមានច្រើនប៉ុន្តែដោយឡែកគឺខ្ញុំចង់បង្កើតថ្មីដើម្បីឲ្យបងប្អូនមើលទៅស្រួលយល់ទាំងអស់គ្នាអញ្ចឹងណាអូខេអញ្ចឹងយើងយកពាក្យថាប្រើគណនីផ្សេងទៀតដើម្បីធ្វើការបង្កើតថ្មីអញ្ចឹងដល់កន្លែងនេះគឺគេឲ្យយើងចូលហើយមានន័យថាបើសិនជាបងប្អូនមាន Google account ហើយយើងមិនចង់បង្កើតថ្មីយើងចង់យក Google account របស់យើងដែលយើងអត់ទាន់បានទៅបង្កើត Apple ID ហ្នឹងយកវាទៅ link គ្នាជាមួយនឹងការបង្កើត Apple ID ថ្មីនឹងក៏បានដូចគ្នាអត់អីទេប៉ុន្តែសម្រាប់ថ្ងៃនេះគឺដោយឡែកខ្ញុំចង់បង្កើតថ្មីទាំងអស់ជូនបងប្អូនមើលឲ្យស្រួលយល់ទាំងអស់គ្នាអញ្ចឹងណាអូខេអញ្ចឹងយើងធ្វើការយកពាក្យថាបង្កើតគណនីហើយទៅក្នុងលក្ខខណ្ឌនេះយើងអាចយកសម្រាប់បង្កើតខ្លួនឯងសម្រាប់គោលអីគឺអត់អីទេយកមួយណាក៏បានដែរអញ្ចឹងខ្ញុំយកខាងលើនេះមកអូខេអញ្ចឹងGoogle account គឺដូចគ្នានឹង Apple ID ដែរគឺគេទាមទារឈ្មោះថ្ងៃខែឆ្នាំកំណត់ហើយនឹងតកូលលេខគ្នាអញ្ចឹងណាអូខេឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះខ្ញុំមកអូខេហើយខ្ញុំដាក់ ITC អញ្ចឹងចុះហើយយើងយកពាក្យថាបន្ទាប់ហើយយើងធ្វើការដាក់ថ្ងៃខែឆ្នាំកំណត់ដូចគ្នាដែរឧទាហរណ៍ថាខែ1អត់សំទោសទី1ខែ2អញ្ចឹងណា1998ឬក៏99ធ្វើម៉េចឲ្យឆ្នាំហ្នឹងវាគ្រប់នឹងអាយុ18ឆ្នាំអញ្ចឹងណាអូខេអញ្ចឹងកន្លែង page នេះយើងធ្វើការរើសតាម page របស់យើងមកហើយយើងយកពាក្យថាបន្ទាប់អូខេអញ្ចឹងកន្លែងនេះគឺ Google គេបាន suggest មានន័យថាគេ recommend ឲ្យយើងថាយើងអាចយកនេះទៅប្រើឬក៏ខាងលើទៅប្រើក៏បានដែរមាន2ប៉ុន្តែដោយឡែកបើយើងចង់បានផ្ទាល់ខ្លួនឯងយើងអាចយកខាងក្រោមគេមកហើយយើងដាក់ថាឧទាហរណ៍ថាខ្ញុំដាក់ថាសម្បត្តិ ITC 168អញ្ចឹងទៅតែគេឲ្យឬអត់អញ្ចឹងណាអូខេអញ្ចឹងយើងយកពាក្យថាបន្ទាប់អូខេអញ្ចឹងបានហើយអញ្ចឹងឥឡូវយើងធ្វើការដាក់ password របស់យើង password ខាងលើហើយនិងខាងក្រោមដាក់ដូចគ្នាបងប្អូនអញ្ចឹងអាចអក្សរធំមួយមានលេខធ្វើម៉េចក្រុម8ខ្ទង់ទៅអូខេអក្សរធំហើយនឹងលេខធ្វើម៉េចក្រុម8ខ្ទង់អូខេបន្ទាប់ចឹងឥឡូវយើងបិទចោលតានេះដោយសារ iPhone របស់យើងវា recommend ឲ្យយើង save password អីចឹងយើងដាក់ not now អូខេមួយទៀតគឺទាក់ទងនឹងការ verify ការផ្ទៀងផ្ទាត់ជាមួយលេខទូរស័ព្ទរបស់យើងចឹងទាក់ទងនឹងលេខទូរស័ព្ទនេះបើសិនជាបងប្អូនមានលេខដែលទាន់ទិញថ្មីកាន់តែល្អហ្នឹងណាហើយសម្រាប់លេខចាស់ៗដែលបងប្អូនចង់យកមកបង្កើតក៏បានដែរប៉ុន្តែវាអាចនឹងបានទៅ5ឬក៏4 account ចឹងវាគ្រប់ limit របស់វាចឹងលេខនេះគឺលេខខ្ញុំដាក់ថ្មីខ្ញុំទិញទិញដែរលេខរបស់ខ្ញុំអូខេហើយនេះមកហើយនឹងតិចនេះអញ្ចឹងយើងយកពាក្យថាបន្ទាប់អូខេអញ្ចឹងយើងរងចាំសាររបស់ក្រុមហ៊ុនលេខទូរស័ព្ទដែលគេនឹងបញ្ជូនឲ្យយើងទៅទៀតយើងបីបញ្ចូលមកនេះលោតចូលមកនេះលោតចូលមកអត់មានដំណឹងដោយសារតែខ្ញុំបានដាក់ do not disturb កុំឲ្យមានការរំខាននៅពេលដែលខ្ញុំថតអញ្ចឹងណាបងប្អូនអូខេអញ្ចឹងកន្លែងនេះយើងអាចធ្វើការរំលងចោលទៅអត់អីទេកន្លែងនេះគឺកន្លែងសង្គ្រោះខ្ញុំបញ្ចូលកន្លែងតិចចុះបើសិនជាយើងបង្កើត Google account ថ្មីយើងមាន Google account ចាស់ចង់ដាក់ចូលក្នុងនេះដើម្បីថ្ងៃណាមួយយើងអាចភ្លេច password យើងយកវាមក recover ឬក៏ផ្លាស់ប្ដូរលេខកូដថ្មីអញ្ចឹងណាអញ្ចឹងខ្ញុំយកពាក្យថារំលងសិនទៅ
អូខេយើងយកពាក្យថាបន្ទាប់អញ្ចឹងឈ្មោះរបស់ខ្ញុំគឺបានអញ្ចឹងលេងគឺតេតូននឹងឯកជនភាពតេតូននឹងការអាននៃទីទួអញ្ចឹងយើងយកពាក្យថាយកព្រមនឹងក្រុមមកអូខេអញ្ចឹងនេះ Google Account របស់យើងគឺជោគជ័យមួយហើយបងប្អូនអញ្ចឹងGoogle Account របស់យើងគឺជោគជ័យហើយអញ្ចឹងយើងធ្វើការអានេះយើងយកលើនេះមកកុំឲ្យវាផ្លាស់ប្ដូរអីចា sorry refresh វាមួយមកអូខេនេះឃើញទេយើងយកខាងលើនេះគឺជា email របស់យើងចូលទៅវិញដែលយើងបានដក clear នៅក្នុង setting របស់ iPhone ឃើញទេនេះជាកន្លែងដែលយើងកំពុងរងចាំ email address មួយដែលយកវាមកផ្ទៀងផ្ទាត់ជាមួយនឹង Apple ID អញ្ចឹងកន្លែងនេះគឺជាកន្លែងផ្ទៀងផ្ទាត់លក្ខខណ្ឌរបស់ក្រុមហ៊ុន Google ហើយនិង Apple ID ធ្វើម៉េចឲ្យវាគ្រប់លក្ខខណ្ឌ 100% ដែល Apple ID របស់យើងវាមានសុវត្ថិភាពក្នុងការប្រើប្រាស់ 100% អញ្ចឹងណាបងប្អូនអូខេអញ្ចឹងយើងទៅលាក់ email មិញចូលផាសវាចូលមកឬក៏យើងវាយចូលទៅហើយយើងយកពាក្យថា continue អញ្ចឹងវានឹងធ្វើការផ្ទៀងផ្ទាត់ដែរអូខេអញ្ចឹងកន្លែងនេះគឺតើតើនឹង password របស់ Apple ID របស់យើងអញ្ចឹងកុំច្រឡំគ្នាយើង password Google account ផ្សេង password Apple ID ផ្សេងអញ្ចឹងយើងដាក់ដូចគ្នាក៏បានយើងដាក់ខុសគ្នាក៏បានដោយសារតែពីរនេះគឺជាក្រុមហ៊ុនផ្សេងគ្នាអត់ពាក់ព័ន្ធគ្នាទេប៉ុន្តែយើងគ្រាន់តែយកក្រុមហ៊ុនរបស់ Google មកស្នើសុំមកកើត Apple ID ប៉ុណ្្នឹងឯងអញ្ចឹង password គឺដោយឡែកគ្នាតែ email គឺដូចគ្នាអូខេអញ្ចឹងខ្ញុំធ្វើការដាក់ password ហើយទៅនឹង password នេះខ្ញុំសូមបញ្ជាក់បន្តិច password គឺអាចមានអក្សរធំមានលេខធ្វើម៉េចឲ្យគ្រប់3ខ្ទង់ដូចគ្នាឧទាហរណ៍ថាឈ្មោះ Apple យើងឈ្មោះសម្បត្តិតែអញ្ចឹងខ្ញុំអត់អាចដាក់ឈ្មោះ password និងសម្បត្តិទៀតទេអញ្ចឹងធ្វើម៉េចឲ្យផ្សេងខុសពីឈ្មោះរបស់យើងអញ្ចឹងណាចុះទេ Apple ទៀតឲ្យយើងនេះឧទាហរណ៍ខ្ញុំដាក់អញ្ចឹងចុះ Elon ដាក់អញ្ចឹងណាបងប្អូនអូខេអាក្រុមនេះគ្នាដែរអក្សរធំតូចហើយនឹងលេខមកធ្វើម៉េចឲ្យក្រុម8ខ្ទង់ហើយយើងយកពាក្យថា continue អូខេអញ្ចឹងកន្លែងនេះគឺតេតងការផ្ទៀងផ្ទាត់ verify លេខទូរស័ព្ទដូចគ្នាទៅនឹងក្រុមហ៊ុន Google ដែរបងប្អូនអញ្ចឹងយើងយកពាក្យថា text message មកនៅពេលដែលយើងដាក់លេខចូលហើយក្រុមហ៊ុន Apple នឹងបញ្ជូនលេខកូដ6ខ្ទង់ទៅក្រុមហ៊ុនលេខទូរស័ព្ទដើម្បីតម្លាក់ឲ្យយើងអញ្ចឹងណាអរសុំទោសការ verify លេខទូរស័ព្ទនេះគឺក្រុមហ៊ុនលេខទូរស័ព្ទគេនឹងឲ្យលេខកូដមកយើងអញ្ចឹងណាអូខេអញ្ចឹងយើងដាក់លេខទូរស័ព្ទយើងចូលមកអញ្ចឹងសម្រាប់ការបង្កើតលេខ Apple ID 2026គឺរៀងពិបាកបន្តិចបើសិនជាបងប្អូនដាក់ SIM នៅក្នុងទូរស័ព្ទមួយទៀតហើយយើងបង្កើត Apple ID នៅក្នុងទូរស័ព្ទនេះគឺអត់បានទេណាដោយសារតែវាលក្ខណៈដូចវាសុវត្ថិភាពខ្លាំងអញ្ចឹងតើយើងយក SIM ដែលយើងកំពុងបង្កើតនេះដែលយើងកំពុងវាយចូលនេះយកវាមកដាក់នៅក្នុងទូរស័ព្ទដែលយើងកំពុងបង្កើតបានវាជោគជ័យឲ្យយើងឬក៏វា approve ឲ្យយើងអញ្ចឹងណាបងប្អូនអូខេយើងវាយលេខទូរស័ព្ទយើងចូលមកអូខេ085មួយទៀតហើយនឹង58ហើយនឹង47យើងយកពាក្យថា continue អញ្ចឹងក្រុមហ៊ុនលេខទូរស័ព្ទវានឹងអូខេសុំទោសអូឥឡូវនេះយើងមិនបាច់ដាក់លេខ0ទេបងប្អូនយើងលុបលេខ0ចូលដោយសារតែគេចាប់លេខកូដប្រទេសយើងហ្នឹងអញ្ចឹងយើងដាក់ត្រឹម085យើងលុបលេខ0យើងត្រឹម85ម្ដងមកមិនចឹងអូខេចាំតិចបងចាំខ្ញុំសុំ check លេខតិច85 58ហើយនឹង47អូខេចូលហើយបងប្អូនមកខ្ញុំដាក់ខុសសុំទោសបងអូខេអញ្ចឹងគេ verify កំពុង verify គ្នាអញ្ចឹងកន្លែងនេះគឺយើងត្រូវច្បាស់ដែរបើសិនជាលេខទូរស័ព្ទហ្នឹងឃើញវាចូលអញ្ចឹងវា generate ចូលតែម្ដងអញ្ចឹងបងប្អូនអញ្ចឹងបើសិនជាយើងបង្កើត Apple ID ប៉ុន្តែលេខទូរស័ព្ទនៅក្នុងទូរស័ព្ទមួយទៀតផ្សេងហើយបង្កើតនៅក្នុង device មួយនេះផ្សេងគឺគេអត់ឲ្យទេអញ្ចឹងត្រូវតែដាក់ចូលក្នុងទូរស័ព្ទដែលយើងកំពុងបង្កើតបានវាឲ្យយើងអូខេអញ្ចឹងលេងយើងយកពាក្យថា agree មកអូខេចូលហើយឃើញទេបងប្អូនចូលហើយជោគជ័យហើយអញ្ចឹងApple ID នេះគឺសុវត្ថិភាព 100% ដោយសារតែយើងយក email របស់ក្រុមហ៊ុន Google មកបង្កើតជាមួយនឹង Apple ID អញ្ចឹងណាបងប្អូនកន្លែងនេះគេដាក់ថា data will be removed from this អូខេជុំមើល option ផ្សេងសិនcontinue anyway and merge អូខេអញ្ចឹងយើងយកពាក្យថា continue ទៅថ្ងៃគេតេតងនឹងដោយសារខ្ញុំប្រើ Apple ID ច្រើនអញ្ចឹងគេតេតងនឹងព័ត៌មានគេតិចតួចអញ្ចឹងខ្ញុំ continue ចូលទៅអត់អីអញ្ចឹងគេធ្វើការអូខេឥឡូវនេះគឺវាយលេខកូដទូរស័ព្ទរបស់យើងចូលមកបងប្អូនមានន័យថាចាក់សោទូរស័ព្ទរបស់យើងអញ្ចឹងណាពេលដែលយើងដោះសោទូរស័ព្ទយើងអាចចូលប្រើប្រាស់បានអញ្ចឹងណាចាក់សោអេក្រង់របស់យើងអញ្ចឹងណាយើងស្ដាប់ទៅអូខេអញ្ចឹងចូលហើយនេះអញ្ចឹងមួយទៀតបើសិនជាចូលហើយយើងនៅ verify មួយទៀតហើយនឹង review មួយទៀតដើម្បីឲ្យគ្រប់ក្នុងការ download ឬក៏
អាចប្រើប្រាស់ Play Store បានច្រឡំ Play Store អាចប្រើប្រាស់ App Store បានសុំទោសបងប្អូនអូខេអញ្ចឹងឥឡូវនេះគឺយើង verify ហ្មងយើងយកពាក្យថា verify email address យកនេះតទៅទៀតយើងទៅ check លេខកូដនៅក្នុង email ដែលយើងបានបង្កើតយើងយកពាក្យថា send code មកអូខេអញ្ចឹងនេះក្រុមហ៊ុនរបស់ Apple បានផ្ញើសារទៅក្រុមហ៊ុន Google ដើម្បីយកលេខកូដ6ខ្ទង់អញ្ចឹងយើងដក clear ចូលទៅក្នុងGoogle របស់យើងនេះកន្លែងនេះយើងចូលមកកន្លែងនេះដែរហើយយើងយកតែ tray នេះមកកន្លែងនេះហើយយើងយកពាក្យថា email អញ្ចឹងយើងចូលទៅ check មើលសារដែលក្រុមហ៊ុន Google គេផ្ញើមកឲ្យ Google អញ្ចឹងណាអូខេវីដេអូនេះគឺវីដេអូដំបូងបងប្អូនសូមជាស្រ័យផងរឿងញ៉ៃតិចហើយអូខេឥឡូវខ្ញុំដាក់ password ម្ដងទៀតដោយសារគេចង់ verify ជាមួយនឹង password របស់យើងសារថ្មីឡកចូលមកហើយត្រូវចាំផង password វាតិចបង្កើតឲ្យភ្លេច password បាត់អាហ្នឹងពិបាកទៅ reset ទៅ recover វាសារថ្មីទៀតហើយវីដេអូនេះវីដេអូដំបូងកុំតន់ប្រកាន់ច្រើនអីជាស្រ័យផងចាំមើលវីដេអូសារក្រោយទៀតចាំខ្ញុំធ្វើឲ្យរៀងល្អជាងនឹងតិចអូខេនេះគឺជាការ verify code របស់ក្រុមហ៊ុន Apple គេផ្ញើមកឲ្យ Gmail ណាអញ្ចឹងយើងចុច copy code នេះមកហើយចូលទៅក្នុងនេះមកវិញហើយយើងផាសវាចូលបើសិនជាគេឲ្យផាសទេយើងវាយចូលហ្មងណាយើងនេះ36 19 89 36 19 89ចឹងគេធ្វើការ verify គ្នាចង់tìmទាត់ថាតើ email ដែលយើងបានដាក់ស្នើហ្នឹងគឺជា email របស់យើងពិតប្រាកដឬអត់អូខេពង verify ចាំតិចអូខេអញ្ចឹងតេតូននឹងកន្លែងនេះយើងអាចអូកន្លែងអត់អីចូលពាក្យ delete ចោលទៅអត់អីអញ្ចឹងខ្ញុំ delete ចោលខ្ញុំ cancel មើលចោលអញ្ចឹងយើងបានហើយឃើញទេអូខេអញ្ចឹងយើងចូលទៅក្នុង App Store ដើម្បីធ្វើការ download កម្មវិធីអីមួយអូខេអញ្ចឹងឧទាហរណ៍ថាយើងធ្វើការ download តកតងនឹង game ឬអីមួយទៅដើម្បីធ្វើការ review វាឲ្យវាគ្រប់លក្ខខណ្ឌមកវាអញ្ចឹងឧទាហរណ៍ game នេះចុះយើងយកពាក្យថា install ទៅទៀតយើងធ្វើការវាយ password របស់យើងចូលមក password Apple ID របស់យើងនេះគឺជា password Apple ID អូខេ confirm មកអូខេអញ្ចឹងយើងអាចធ្វើការ download បានហើយឃើញ download បានហើយអញ្ចឹងអូខេនេះកម្មវិធីរបស់យើងគឺ download តែអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងបើសិនជាមានឆ្ងល់ឬក៏កន្លែងណាត់ទាន់ច្បាស់អាចធ្វើការ comment សួរឬក៏ឆាតមកសួរផ្ទាល់ក៏បានដែរអូខេអញ្ចឹងអរគុណច្រើនបាយបាយ